តាមពិតទៅវីដេអូខ្ញុំមិនមានអីច្រើនឲ្យផ្លាយទេគឺភាគច្រើនគឺដែលទេអញ្ចឹងបងប្រុសដែលគាត់យកព្រាបពីខ្ញុំទៅ5គូនៅអូវស័យគាត់ផ្ដាំ5នេះថាបងជួយធ្វើវីដេអូខ្ញុំផងឲ្យធ្វើពីរបៀបធ្វើត្រង់អញ្ចឹងត្រង់បងអាចមាន2ជំរើសឬក៏3ជំរើសដែលខ្ញុំធ្លាប់ធ្វើវីដេអូហើយជំរើសទី1បងធ្វើជាគូមានន័យថាធ្វើបើអាច8គុណ8ទៅតឹង8ប្រយ8កម្ពស់8ឬក៏កម្ពស់5ក៏បានដែរហើយបើបងចង់ធ្វើសម្រាប់ធំអាចបងកម្រិតវានឹងគឺ5តាក់ឬក៏បងយកតែ2តាក់ក៏បានតែបើ5តាក់វារៀងទលេល្អតែបើបងទៅថាចំណេញស្បេះបងយក2តាក់ឬក៏3តាក់ទៅអានេះប្រឡោះនេះហើយយើងដាក់សង្កសីអញ្ចេះក៏បានដាក់កងអាកេអញ្ចេះក៏បានទេយើងធ្វើឲ្យទៅពេលមួយសប្តាហ៍យើងចាប់ផ្ដើមសម្អាតទីម្ដងអាហ្នឹងបើយើងធ្វើត្រង់ជាថ្នាក់ដូចខ្ញុំ4ជួរទេ4ជួរលើអញ្ចឹង4ជួរតែខ្ញុំធ្វើអញ្ចឹងហ្នឹងទី1ទី2បងធ្វើជាប្រភេទត្រង់បែបនេះខ្ញុំឧទាហរណ៍យើងធ្វើ10គុណ10ឬក៏15គុណ10អញ្ចឹងទៅហើយយើងធ្វើរោងមួយធ្វើច្បុកធ្វើដូចមន់ហ្នឹងទៅហើយយើងដាក់ក្នុងហ្នឹងទៅអាហ្នឹងក៏បានទី3យើងធ្វើផ្ទះនៅវាលមួយថ្លឹងឲ្យវាចូលដីចូលពងទៅពេលឲ្យស៊ីយើងបានឲ្យស៊ីដូចមន់នេះទេឲ្យស៊ីមួយមន់មួយទៀតអាហ្នឹងក៏បានដែរអញ្ចឹងនេះគឺជារបៀបធ្វើត្រង់របៀបពីការឲ្យចំណៃអញ្ចឹងចំណៃយើងអាចបើយើងដាក់ត្រង់យើងដាក់កំប៉ុងធំមួយហើយតែបើយើងដាក់ជាគូនេះយើងត្រូវមានច្រើនអញ្ចឹងនេះជួចំណៃបងគូតែដាក់ជួចំណៃចំជួចំណៃជួទឹកឲ្យចំជួទឹកមានន័យថាពេលដែលវាកពុបចំណៃមកគឺវាមហោចំណៃពេលដែលកពុបទឹកមកវារកទឹកបើយើងដាក់អានេះទឹកអានេះចំណៃពេលដែលនេះធ្វើឲ្យកពុបទឹកអានេះនឹងចូលទឹកមកចូលចំណៃនេះអញ្ចឹងវាប៉ះពាល់នេះកលឹះតិចទេតែពេលខ្លះយើងគិតទៅដល់វាធ្វើឲ្យខូចខាតរបស់យើងដែរហើយបន្តមកទៀតបងសួរពីរបៀបធ្វើសបុកអញ្ចឹងរបៀបធ្វើសបុកបងត្រូវធ្វើ2នេះបងមានខែធំមួយបងខាន់នេះក៏បានព្រោះពេលដែលវាញាស់អាហ្នឹងបានតែមកបន្តិចវានឹងចាប់ដើមរកសបុកទី2នេះសបុកទី2របស់វាឬក៏បងធ្វើជាប្រភេទចេះក៏បាននេះសបុកទី1ទេកូនវាប៉ុណ្ណឹងម៉ែនឹងបញ្ចុកកូនអត់តន់ចេះស៊ីចំណៃទេអញ្ចឹងតែវាចាប់ដើមពងនេះពងសបុកទី2ឃើញទេបងអញ្ចឹងគឺវាត្រូវធ្វើសបុកគឺត្រូវតែ2ព្រាបធ្វើសបុក2ហើយចំពោះធ្វើសបុកយើងចង់ដាក់ច្បើងហើយក៏បានយើងខណៈយកច្បើងម្ដងយើងបោះលើដីនេះក៏បានឬក៏បោះចូលត្រង់នេះក៏បានវានឹងចាប់ដើមពំធ្វើសបុកខ្លួនវាឬក៏យើងដាក់អានោះដាក់ច្បើងឬក៏ស្លឹកអាស័យឬក៏ស្មៅងាប់អញ្ចឹងនៅក្នុងហ្នឹងថាជា90%ទៅដាក់នេះ10% ទៅវាពំវាកាត់វេនខ្លួនវាខ្លះអាហ្នឹងក៏បានដែរអានេះរបៀបធ្វើសបុកហើយចំពោះការឆ្លោះមើលមេជីវិតអាស្រ័យទៅលើបងចង់ឆ្លោះក៏បានមកអត់ក៏បានតែឆ្លោះវាល្អអញ្ចឹងមកសប្តាហ៍បងចាប់ផ្ដើមឆ្លោះមើលអញ្ចឹងខ្ញុំដៃមួយខាងខ្ញុំពិបាកក្នុងការយកពងព្រាបអញ្ចឹងខ្ញុំយកពងមន់ឆ្លោះគ្នាវាដូចតែគ្នាទេពងមន់ពងទៀតដូចគ្នាអញ្ចឹងបងគ្រាន់តែមកបងមើលបើមានតសៃឈាមអាហ្នឹងមានវាមានមេជីវិតហើយតែបើអត់ទេថ្លាគឺវាអត់មានមេជីវិតទេអញ្ចឹងអាហ្នឹងគឺវាតែប៉ុណ្្នឹងឯងហើយចំពោះការក្រាបរបស់វានេះគឺយើងអត់មានអីត្រូវពិបាកទេវាក្រាបវាញាស់វាមើលថាកូននឹងវាប៉ុន្តែយើងអាសាអឺនមើលជួនកាលវាមានមេជីវិតវាញាស់មែនប៉ុន្តែពេលដែលញាស់មកបាន3ថ្ងៃ4ថ្ងៃ5ថ្ងៃអីវាអាចងាប់ទៅវិញក៏ថាបានដែរដោយសារមេវាជន់ឬក៏មេវាជន់ស្មៅវាគៀបកគៀបអីចឹងក៏ថាបានដែរដូចនេះឃើញអានេះយើងដាក់សបុកតែមួយវាមិនចាប់ដើមរយសបុកទៀតតែមេក្រាបអីជន់ហ្នឹងគឺវាចាប់ដើមរយសបុកហើយអញ្ចឹងកូននៅក្នុងសបុកនេះបើយើងអាចដាក់សបុកទី2ទេវានឹងពងហ្នឹងកូនហ្នឹងអាចនឹងអីហ្នឹងខាតពងយើងអាសាក្រោយអញ្ចឹងមិនថាបើសិនជាបងប្អូនចិញ្ចឹមគួរតែធ្វើ3របៀបដែលខ្ញុំនិយាយហ្នឹងមួយណាក៏បានប៉ុន្តែបើសួរថា3របៀបហ្នឹងចិញ្ចឹមដាក់ធុងគូចិញ្ចឹមដាក់ចូលគ្នាចិញ្ចឹមលេងក្រៅមួយណាល្អជាងក្រៅល្អជាងវាសត្វរបស់យើងគឺអត់មានភាពធុញថប់ទេគឺវាសេរីភាពមកហើយការក្រាបពងការបញ្ចុះកូនក៏ល្អដែរប៉ុន្តែវាមានចំណុចធម្មតាវាតែមានផលប៉ះពាល់វាមានផលអវិជ្ជមាននិងវិជ្ជមានដូចគ្នាអញ្ចឹងឧទាហរណ៍ថាយើងលេងនៅក្រៅខ្លាចតែឆ្មាខ្លាចតែកណ្ដោខ្លាចឆ្កែបដេញខាំដេញអីទៅខាងហ្នឹងអាហ្នឹងក៏ធ្វើឲ្យព្រាបរបស់យើងពងឬក៏អត់បានផលហើយយើងដាក់អញ្ចេះគ្រាន់តែវាស្មុកស្មាញវាត្រេះបន្តិច
វាស្រេះហ្នឹងវាធ្វើឲ្យប្រៀបយើងក្រាបពងឲ្យល្អកម្ដៅវាមិនដល់ក្តៅពេកត្រជាក់ពេកអីចឹងតែប៉ុណ្្នឹងឯងអញ្ចឹងយើងគួរតែឧទាហរណ៍ឥឡូវមេនេះវាចាប់ផ្ដើមចិត្តក្រាបពងហ្នឹងមែនទេចាប់ដើមរពងទៀតហើយអញ្ចឹងយើងចាប់វាហើយយើងឲ្យវាលេងទឹកក្រៅយើងដាក់ដងទឹកឲ្យវាលេង5ថ្ងៃ10 20នាទីទៅមួយថ្ងៃម្ដងទៅ3ថ្ងៃចប់គ្នាទៅគឺវាចាប់ផ្ដើមមានសុខភាពល្អវិញនេះគឺជាការចិញ្ចឹមប្រៀបរបស់ខ្ញុំអញ្ចឹងខ្ញុំមិនហ៊ាននិយាយថានេះគឺជាចំណេះដឹងឬក៏ជាមេរៀនស្អីទេខ្ញុំគ្រាន់តែចែករំលែកបទពិសោធន៍របស់ខ្ញុំអញ្ចឹងការចិញ្ចឹមខុសគ្នាបងមួយជំនាន់គាត់ចិញ្ចឹមផ្សេងខ្ញុំចិញ្ចឹមលក្ខណៈផ្សេងដូចថាតម្លៃក៏ខ្ញុំលក់ផ្សេងដែរខ្ញុំលក់ផ្សេងបងក៏លក់ផ្សេងទីផ្សារសេរីអញ្ចឹងបងអាចទិញខាងណាបានធូរបងទិញខាងនោះបានដូចនេះហើយ10ពូនេះខ្ញុំទាមទៅបងប្រុសនៅខាងនេះទៀតហើយនៅខាងអូទាំងអូទៀតហើយអញ្ចឹងទិញទៅថ្ងៃនេះអរគុណអញ្ចឹងបងប្អូននៅមានចំណល់តាក់ទងមួយការចិញ្ចឹមព្រាមចិញ្ចឹមសែងចិញ្ចឹមមន់ចិញ្ចឹមទាចិញ្ចឹមកង្ងានអីផ្សេងខ្ញុំមិនមានចំណេះដឹងអីឲ្យខ្លាំងទេប៉ុន្តែខ្ញុំមានបទពិសោធន៍ព្រោះអីព្រាមនេះខ្ញុំចិញ្ចឹមធ្លាប់មើលតាមដាន page YouTube របស់ខ្ញុំដឹងខ្ញុំចិញ្ចឹមតាំងពី10ឆ្នាំមុនអញ្ចឹងវាមិនខ្លាំងអីណាស់ទេតែអាចយល់ដឹងតិចតួចហើយក៏មានព្រាមនៅក្នុងទ្រុងក៏រៀងច្រើនដែរអញ្ចឹងបងស្រឡាញ់ពេញចិត្តតាក់ទងមកបានអូខេអរគុណច្រើន